បាទជំរាបសួរលោកលោកស្រីជាទីគោរពជាទីរាប់អានថ្ងៃនេះខ្ញុំសូមលើកយកផលិតជាដែលតាក់ទងទៅនឹងគ្រប់ free បាទគ្រប់ free មានទ្រឹស្ដីបទមួយfree group theorem equivalent classes form a group ក្នុងនេះទ្រឹស្ដីបទនេះគឺនិយាយអំពីថ្នាក់សកម្មមូលបង្កើតបានទៅជាក្រុមមួយអញ្ចឹងថ្នាក់សកម្មមូលបង្កើតបានជាក្រុមមួយវាមានទ្រឹស្ដី let us be a set of distinct symbol for any word u in w of f let u bar denote the set of all words WF equivalent to U, that is U bar is equivalent class containing U. Then the set all equivalent classes of element of WS is a group. គឺស្ដីបទនោះគឺមានន័យថា F យើងមាន F ជាសំណុំនៃនិមិត្តសញ្ញាផ្សេងគ្នាតំណាងឲ្យពាក្យអញ្ចឹងនេះគឺតំណាងនិមិត្តសញ្ញានោះគឺតំណាងឲ្យពាក្យ U នោះគឺនៅក្នុង W of S អញ្ចឹង U bar នេះគឺកំណត់ថាជាសំណុំ U bar សំណុំនៃពាក្យសំណុំនៃពាក្យអញ្ចឹងសំណុំនៃពាក្យគឺ WS equivalent សកម្មមូលទៅនឹង U គឺថា U នេះគឺជាថ្នាក់សកម្មមូលនៃថ្នាក់សកម្មមូលដែលផ្ទុកទៅដោយ U អញ្ចឹងក្នុងនោះគឺ U បាននេះគឺវាមានភាព U នៅក្នុងនោះអញ្ចឹងនាំមកយើងបានសំណុំនៃថ្នាក់សកម្មមូលទាំងអស់ហ្នឹងនៃធាតុទាំងអស់បង្កើតបានជាក្រុមមួយអញ្ចឹងនេះគឺជាក្រុម WS នេះកើតបានទៅជាក្រុមមួយអញ្ចឹងលក្ខណៈក្រុមគឺវាមាន3ទី1គឺ associativity គឺលក្ខណៈដុំទី2គឺ identity លក្ខណៈខ្លួនឯង3គឺចម្រាស់អញ្ចឹងយើងមើលក្រុមវាមានសំណុំមួយ WI នេះគឺជាក្រុមដែរគឺជាសំណុំហ្នឹងគឺហើយនឹងប្រមាណ operation នេះ operation របស់វាអញ្ចឹងលក្ខណៈនៃគ្រូគឺវាមានសំណុំដែល G នេះគឺជាសំណុំហើយនៅប្រមាណវិធីមួយទៀតអញ្ចឹងអានឹងយើងហៅថាគ្រូមានន័យថាគ្រូអញ្ចឹងលក្ខណៈគ្រូគឺឆ្លងកាត់3នេះទី1គឺលក្ខណៈផ្ដុំទី2គឺ identity ទី3គឺចម្រាស់តើវាមានធាតុទាំង3នឹងអត់អញ្ចឹងយើងមានប្រមាណវិធីនេះគេឲ្យ U bar គុណជាមួយនឹងV bar វាស្មើនឹង V bar ទាំងមូលអញ្ចឹងដូច្នេះតាមលក្ខណៈផ្ដុំយើងមាន3ធាតុអញ្ចឹងគ្រប់ធាតុទាំង3ហ្នឹងគឺជារបស់ក្រុម W ក្រុមយ៉ាងណាទៅក្រុមW F អញ្ចឹងតាមវាតាមលក្ខណៈ operation នេះយើងមាន3ធាតុអញ្ចឹងយើងដឹងថាយើងផ្ដុំ U ហើយនឹង V ផ្ដុំ U V អញ្ចឹងយើងមើលតាមទម្រង់នេះអញ្ចឹងលក្ខណៈផ្ដុំអញ្ចឹងបើសិនណាជានេះយើងផ្ដុំមកពីនេះដូច្នេះយើងបាវាមានបាតែមួយរួមគ្នាជាមួយលក្ខណៈនេះអញ្ចឹងបើមានយើងមានពីរប៉ុណ្ណេះគឺវាបង្កើតបានតែបារួមគ្នាតែមួយតែពីនេះបញ្ចូលនេះបានបាតែមួយនៅក្រោមបាតែមួយអញ្ចឹងអានេះដូចគ្នាដែរអញ្ចឹងវានៅសល់អានេះអញ្ចឹងយើងមើលអានេះទម្រង់អានេះគឺវានៅក្រោមបាទៀតហើយគឺយើងផ្ដុំខាងឆ្វេងម្ដងអញ្ចឹងយើងផ្ដុំប៉ុណ្ណេះអញ្ចឹងយើងទុកអានេះទៅដែរអញ្ចឹងអាពីរនេះវងកញ្ចក់ពីរនេះវាយើងអាចដាក់បារួមមួយតែមួយដូច្នេះវាស្មើតែមួយអញ្ចឹងតាមរយៈទាំងពីរនេះណាអាផ្ដុំខាងឆ្វេងស្មើគ្នាស្មើគ្នាអញ្ចឹងវាគេហៅថាលក្ខណៈ associative មានលក្ខណៈផ្ដុំធាតុនៅលក្ខណៈខ្លួនឯងអញ្ចឹងខ្លួនឯងមានធាតុនៅ E នេះនៅគុណបញ្ចូលគុណនឹង E U bar អញ្ចឹងគឺវាស្មើគ្នាអញ្ចឹងវាស្មើយូរព្រោះធាតុនៅវាប្រកបនៅក្នុងនេះអញ្ចឹងកាលណាយើងគុណនោះគឺវាស្មើហ្នឹងអញ្ចឹងអានេះអញ្ចឹងយើងមានអុយគុណនឹង E គឺស្មើនឹងអុយ អ
ចឹងនាំមកយើងបានអ៊ុយអ៊ីក៏វាស្មើនឹងអ៊ុយដែរចឹងលក្ខណៈ inverse ចម្រាស់ចឹងយើងមាននេះលក្ខណៈចម្រាស់ចឹងយើងគុណចម្រាស់របស់វាទៅនេះចម្រាស់របស់វាចឹងនេះចម្រាស់របស់វាគុណទៅ W គឺតំណាងឲ្យ W គឺបើសិនណាជា W វាស្មើនឹង y1 y2 yn ចឹងនាំឲ្យយើងបានចម្រាស់របស់វានាំយើងបានវាដកមួយចម្រាស់របស់វាស្មើវាដេញពីនេះមកនេះវិញវាត្រឡប់ពីនេះមកនេះវិញចឹងដូចនេះ ynដក1 yn ដក2អានេះចម្រាស់n ដក1ចឹងនេះn ដក n អានេះ n ដក1 n ដក2អានេះមក n ដក1វិញចឹងវាវិលកាលណាចម្រាស់វាវិលជុំវិញចឹងណាវិលជុំមកវាចឹង y1 វិលមករក y1 វិញវិលជុំចឹងយើងមើលអាពីរនេះគួបចូលគ្នាចឹងអានេះគួបចូលគ្នាយើងអាចសម្រួលអានេះបានអញ្ចឹងសម្រួលនេះគឺវានៅសល់អាមុខបន្ទាប់វានេះអញ្ចឹង n ដក1សម្រួល n ដក1ទៀតដូច្នេះវានៅសល់អានេះអញ្ចឹងសម្រួលបដិញហ្នឹងអញ្ចឹងអានេះវាស្មើនឹង1អញ្ចឹងចម្រាស់នេះមួយគឺមួយខ្លួនឯងហ្នឹងចម្រាស់នេះមួយគឺស្មើ1អញ្ចឹងចម្រាស់នេះមួយគឺស្មើនឹង1អញ្ចឹងនេះគឺស្មើនឹង1ចំណុចបាទអញ្ចឹងយើងបកស្រាយថាវាគឺបង្កើតបានជាក្រុមដោយសារវាឆ្លងលក្ខណៈ3នេះ associative identity inverse បាទសូមជម្រាបលាសូមអរគុណ